នឹងបង្ហាញរូបភាព highlight ជូនបងប្អូនទស្សនាបាទអញ្ចឹងនៅក្នុងថ្ងៃនេះបាទក្របសុទ្ធមានច្រើនបាទសម្រាប់វគ្គទី2បាទសរុបមកគឺ5ក្របបាទពីដំណើរដើរចេញបាទមកលើទីលានបាទរបស់កីឡាករទាំងសងខាងបាទរួមជាមួយនឹងការគ្រប់ទង់ជាតិបាទនៃព្រះរាជាណាចក្រកម្ពុជាបាទកីឡាករបាទទាំងសងខាងមកការស្វាគមន៍គ្នាបាទមុនការប្រកួតចាប់ផ្ដើមបាទឃើញថាបាល់កាយចេញពីជើងបាទរបស់ក្រុមព្រះខ័នរាជស្វាយរៀងបាទនៅក្នុងវគ្គទី1នេះបាទគឺមានក្របបាល់កាត់ឡើងបាទត្រង់ចំណុចនេះហើយដែលយូដៃអូកាវ៉ាបាទមួយជើងស្ដាំបាទបំប៉ោងសំណាញ់ទីបាទនៅនាទី11ឲ្យព្រះខ័នរាជស្វាយរៀងបាទនាំមុខលើគិរីវង្សបាទ1-0មុនបាទនៅត្រង់ចំណុចនេះបាទដែលយូដៃបាទទាត់បាទមួយគ្រាប់យ៉ាងស្អាតបាទត្រង់ចំណុចនេះបាទ Patrick Robson បាទក៏សុទ្ធមួយជើងដែរបាទប៉ុន្តែមិនចំគោលដៅទេបាទផ្ទះកោងបាទចេញទៅខាងក្រៅ Free kick ត្រឡប់មកវិញបាទរបស់ក្រុមបាល់ទាត់គិរីវង្សបាទក៏មិនចំគោលដៅដែរបាទហើរលើរបាល់ទីរបស់ស្វាយរៀងបាទចំណែកឯចំណុចត្រង់នេះបាទការកាត់បាល់ពី Connor Johnson បាទខ្សែការពាររំខានបាទចំហរបស់ Patrick បាទមិនឲ្យទាត់បាល់បញ្ចូលទីបានទេបាទចំណែកឯ free kick បាទរបស់ Zidane ដ៏ល្អមួយនេះហើយដែលជាគ្រាប់បាល់ទី2បាទនៅនាទី38បាទឲ្យស្វាយរៀងនាំមុខលើគិរីវង្សបាទ2-0បន្ថែមទៀតបាទជាការ free kick មួយដែលបាទលឿនបាទហើយធ្លាក់បាទចូលក្នុងបាទទីទើបឡងចេញមកវិញបាទមើលសឹងមិនទាន់បាទបាល់នេះបាទចំណុចត្រង់នេះហើយបាទជាគ្រាប់បាល់ទី3ភ្លាមបាទនាទី43បាទពេលប្រាខ្វល់មេបាទអុកមួយក្បាលបន្ថែមទៀតបាទឲ្យស្វាយរៀងនាំមុខបាទត្រឹមតែវគ្គទី1ទេបាទ3-0បាទទៅលើគិរីវង្សសុកសែនជ័យបាទញ៉ាកដាលក៏ផ្លុំកញ្ចែបាទបញ្ចប់ការប្រកួតនៅក្នុងវគ្គទី1បាទដោយលទ្ធផលស្វាយរៀងបាទនៅមុខ3-0ទៅលើគិរីវង្សបាទចូលដល់ការប្រកួតនៅក្នុងវគ្គទី2ជាបន្តទៀតបាទបាល់កែចេញពីជើងរបស់ក្រុមបាល់ទាត់គិរីវង្សបាទស្វាយរៀងនៅតែមានឱកាសបន្តត្រង់នេះ Patrick Robson បាទលើកចូលមកបាទខ្សែការពារជួយហើយក៏ពេប្រាបាទ Fizo មួយជើងនេះតែអ្នកចាំទីបាទចាប់បានបាទចំណុចត្រង់នេះហើយបាទដែលពេលប្រាខ្វាមេបាទបញ្ជូនមកឲ្យ Patrick បាទទាញផុតខ្សែការពារ Southway ហើយក៏សុទ្ធស្ដាំមួយជើងបានយ៉ាងល្អបាទឲ្យស្វាយរៀងបាទនាំមុខ4-0បាទទៅលើគិរីវង្សបាទនាទី55យើងទស្សនារូបភាពត្រង់នេះបាទទាញត្រង់នេះបាទហើយគាត់សុទ្ធយកតែម្ដងបាទពេនមួយជើងបាទបញ្ចូលទីបានសម្រាប់បាទមិនចាំបាច់ប្រើកម្លាំងបាទអូសទៅបន្ថែមទេបាទ Patrick បាទសុទ្ធបានល្អបាទហើយចុងក្រោយបាទត្រង់ចំណុចនេះបាទនាទី90បូកបាទស្វាយរៀងបង្កកំហុសបាល់11ម៉ែត្របាទឲ្យទៅខាងគិរីវង្សបាទដែលរំខានបាទទៅលើហងដាលីបាទនៅចុងម៉ោងបាទហើយបាទសម្រាប់សម្រួលអាញាកណាផ្ដោតបាល់ពេណាល់ទី Victor Azike បាទទាត់បាល់នេះបានសម្រេចបាទឲ្យគិរីវង្សមួយគ្រាប់វិញបាទដែលជាគ្រាប់ចុងក្រោយនៅក្នុងការប្រកួតបាទដែលធ្វើឲ្យក្រុមបាល់ទាត់មកខានរីស្វាយរៀងបានឈ្នះបាទទៅលើគិរីវង្សដោយលទ្ធផល4-1ដែលសរុបគ្រាប់សុទ្ធបាទជារួមសម្រាប់ពីរជើងបាទគឺស្វាយរៀងឈ្នះ5-3បាទលោកស្រីនិងញាជាទីមេត្រីបាទជាថ្មីម្ដងទៀតសូមអបអរសាទរបាទទៅដល់ក្លឹបបាល់ទាត់ប្រខានរីស្វាយរៀងឡើង